សួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នានៅក្នុងវីដេអូនេះយើងមកនិយាយអំពីការគណនាលំហាត់អន្តេក្រាលមួយដែលលំហាត់អន្តេក្រាលនៃអនុគមសកទានតាក់ទងជាមួយនឹងអនុគមឡូហ្គារីតម x ចឹងអន្តេក្រាលរបស់យើងនេះគឺជាអន្តេក្រាលនៃផលចែករវាងឡូនីពែនៃ x បូក1លើ x ឡូនីពែនៃ x បូកនឹង1ចឹងបើសិនជាយើងក្រឡេកមើលមកផ្លែតទៅយើងឃើញថាអន្តេក្រាលរបស់យើងនេះមានលក្ខណៈស្មុគស្មាញដែលយើងឬក៏ទាំងអស់គ្នាឬក៏សិស្សានុសិស្សមួយចំនួនអាចគិតថាលំហាត់អន្តេក្រាលនេះគឺជាលំហាត់ដែលពិបាកគិតក៏ប៉ុន្តែប្រសិនបើបងប្អូនទាំងអស់គ្នាចេះសង្កេតទៅលើកន្សោមអន្តេក្រាលហ្នឹងហើយយើងរៀនបំលែងអន្តេក្រាលតែបន្តិចនោះយើងអាចរកចម្លើយនៃកន្សោមអន្តេក្រាលរបស់យើងនេះបានបើសិនជាយើងមើលទៅលើភាគយកយើងមានឡូនីពែនៃ x បូកថែម1ចំណែកភាគបែង x ឡូគុណនឹងឡូនីពែនៃ x បូកជាមួយនឹង1ដូចគ្នាបាទ1បូក1ដូចគ្នាប៉ុន្តែវាខុសគ្នាត្រង់យកអត់មានមេគុណ x នៅខាងមុខឡូនីពែដូចភាគបែងទេម្យ៉ាងទៀតបើសិនបើយើងសាកល្បងឥឡូវយើងសាកល្បងយកភាគបែងនេះ derivative បាទអញ្ចឹងយើងយកអាហ្នឹងទៅ derivative x ឡូនីពែនៃ x បូកថែម1ហើយយើងព្រីមវាបើសិនបើ derivative ភាគបែងហ្នឹងវាដូចភាគយកអញ្ចឹងបានន័យថាអន្តេក្រាលហ្នឹងចូលរូបមន្តណាអញ្ចឹងយើងអាចគណនាវាបានដោយប្រើរូបមន្តបាទបើសិនជាដូចណាយើងអាចប្រើរូបមន្តនេះអន្តេក្រាលy' លើ y dx ស្មើនឹងឡូនីពែតម្លៃលេខខាតនៃ y បូកនឹង c ហើយ c ជារបស់ a នឹងបើសិនបើករណី derivative ភាគបែងទៅយើងដូចភាគយកហើយយើងសាកល្បង derivative អញ្ចឹងភាគយក derivative របស់យើងគឺជា derivative នៃផលបូកពីតួអញ្ចឹងយើងអាចផ្ដាច់វាទៅជា x ឡូនីពែនៃ x' បូកនឹង1' បាទអញ្ចឹងកន្លែងនេះយើង d ឡូនីពែម្ដងបាទ d ឡូនីពែម្ដងយើងបាន x ទុក derivative ឡូនីពែនៃ x ហើយកន្លែង d1 នេះស្មើ0ចឹងកន្លែង dx នេះវាស្មើនឹង1អញ្ចឹងនៅសល់ឡូនីពែនៃ x ចំណែក x យើងទុកដដែល derivative ឡូនីពែនៃ x ស្មើ1ភាគ x អញ្ចឹងយើងសម្រួល x នឹងចោលហើយចុងក្រោយយើងនៅសល់ឡូនីពែនៃ x បូកនឹង1នេះជា derivative ភាគបែងដែលយើងទទួលបានតើមកយើងសង្កេតមើលចម្លើយ derivative ភាគបែងដូចនឹងភាគយកderivative ភាគបែងដូចនឹងភាគយកអញ្ចឹងអន្តេក្រាលរបស់យើងនេះអាចសរសេរទៅជាស្មើនឹងបាទភាគបែងយើងទុកវាដដែលចំណែកភាគយកយើងគ្រាន់តែបដូរកន្លែងកន្សោមភាគយកទៅជា derivative ភាគបែងមកព្រោះ derivative របស់វានឹងស្មើនឹងភាគយកស្រេចព្រីម dx អញ្ចឹងយើងចូលរូបមន្តរបស់យើងនេះអន្តេក្រាលរបស់យើងនេះទទួលបានចម្លើយស្មើនឹងឡូនីពែតម្លៃលេខខាតនៃ x ឡូនីពែនៃ x បូកនឹង1ហើយបូកនឹង c ហើយ c ជារបស់ a នេះគឺជាតិចនិចនៅក្នុងការគណនាអន្តេក្រាលរបស់យើង